បាទអូខេបងប្អូនអរគ្នាបាទថ្ងៃនេះគឺជំរាបសួរបងប្អូនបាទថ្ងៃនេះគឺជាថ្ងៃទី11ប៉ុន្តែសម្រាប់វីដេអូនេះគឺខ្ញុំប្រហែលជាអាចផុសនៅក្នុងថ្ងៃហ្នឹងឬក៏ស្អែកអីចឹងណាបងប្អូនបាទអឺចង់និយាយថាចេះបងប្អូនណាបាទថ្ងៃនេះគឺខ្ញុំមកនិយាយពីបៃខុនបាទតែគ្នាយើងតែគាត់បានមានមតិជាច្រើនបាទនៅក្នុង comment ឬក៏នៅក្នុងវីដេអូដែលគាត់បាននិយាយបានអីចឹងណាបាទបាន comment នៅក្នុងវីដេអូរបស់ខ្ញុំអីចឹងទៅបាទហើយក៏ខ្ញុំមានពាក្យហ្នឹងដើម្បីមកសនំពរអឺក្រុមហ៊ុនបៃខុនបងប្អូនណាបាទចេះបងប្អូនណាបាទទីមួយហ្នឹងគ្នាយើងក៏បានមានមតិថាហេតុអីបានតើតែយើងមើលវីដេអូខ្លួនឯងមិនបានមានចំណូលបាទមិនបានគេមើលមិនមានអាហ្នឹងគេចម្ងល់របស់គ្នាយើងគាត់ខ្លះគាត់សួរទេបងប្អូនណាបាទអាហ្នឹងខ្ញុំអត់ដឹងមិនដែរព្រោះខាងក្រុមហ៊ុនគេកំណត់ចឹងបាទខ្ញុំអត់ដឹងដែរព្រោះធ្វើម៉េចបើតតែអាហ្នឹងដូចគេឲ្យយើងចំណាយពេលលើវាឬមួយក៏យ៉ាងម៉េចឬក៏ឲ្យយើងចំណាយពេលលើវាក្នុងមួយថ្ងៃតល្ងាចមកឬក៏យ៉ាងម៉េចខ្ញុំអត់ទៅដឹងច្បាស់ដែរត្រង់ហ្នឹងបងប្អូនណាបាទហេតុផលនេះតតែបងប្អូនគ្នាឆាតទៅសួរក្រុមហ៊ុនផ្ទាល់តែម្ដងបាទសួរខ្ញុំអត់មានអីទៅបកស្រាយទេព្រោះខ្ញុំរាល់ថ្ងៃហ្នឹងគឺមើលវីដេអូខ្លួនឯងដែរបាទព្រោះគេមើលអត់មានបានឡើង view បានឡើងចំណូលអីទេបាទទេឡតតែម្ដងហើយ view របស់ខ្ញុំមិនតិចទេបងប្អូនណាគឺច្រើនបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងពីតើយើងមើលវីដេអូខ្លួនឯងមិនបានបើថាគេមើលគឺមិនបានទេហើយក៏នៅមានអ្នកខ្លះគាត់សនំពើដែរបងប្អូនណាសនំពើទៅក្រុមហ៊ុន F Icon ហ្នឹងទី1គឺចេះទេឥឡូវខ្ញុំនិយាយពីទី1គុណសម្បត្តិនិងគុណវិបត្តិបាទគុណវិបត្តិរបស់ក្រុមហ៊ុននិងគុណសម្បត្តិរបស់ក្រុមហ៊ុនទី1ពេលដែលបងប្អូនមើលណាបងប្អូនចុចមើលរបស់ខ្លួនឯងហ្នឹងខាងក្រុមហ៊ុនក៏គាត់បានលុយដែរយើងក៏បានលុយខាងក្រុមហ៊ុនក៏គាត់បានលុយដែរព្រោះអេបទាំងអស់ហ្នឹងពួកដែលអេដចេញនៅលើវីដេអូរបស់យើងហ្នឹងគឺសិតតែជាអេដដែលនេះហើយអេដដែលគេបូតធ្វើការបូតវីដេអូរបស់គេហ្នឹងដើម្បីឲ្យ page របស់គេឡើងអញ្ចឹងណាបងប្អូនបាទនៅខ្លះក៏លក់បានលក់អីចឹងទៅព្រោះខាងក្រុមហ៊ុនក៏បានលុយយើងក៏បានលុយពេលដែលយើងមើល app ហ្នឹងបងប្អូនណាបាទចេះឥឡូវខ្ញុំសូមនិយាយវិញអាហ្នឹងគឺជាមតិរបស់ខ្ញុំទេជាគេហៅថាជាចម្ងល់របស់ខ្ញុំដែរអញ្ចឹងបងប្អូនណាបាទខ្ញុំចង់ចេះបាទបើសិនជាអាចក្រុមហ៊ុនក៏ទទួលបានយើងក៏ទទួលបានអញ្ចឹងពេលដែលមានអ្នកមើលវីដេអូហេតុអីមិនយើងមិនបានចំណូលមកវិញមកឬមួយក៏ចង់បានន័យថាពេលដែលមានអ្នកមើលវីដេអូរបស់យើងវាធម្មតាទេបងប្អូនណាបាទបើសិនជាគេដឹងថាអូពេលដែលចុចមើលវីដេអូរបស់គេក៏បានលុយចុចមើលវីដេអូខ្លួនឯងក៏បានលុយអាហ្នឹងគឺពិតជាងាយមែនទែនបងប្អូនណាពិតជាងាយមែនទែនគឺម្ចាស់អាជីវកម្មដែលគាត់បានធ្វើការបូតនៅក្នុង page របស់គាត់ហ្នឹងគឺគាត់សប្បាយចិត្តបងប្អូនណាបាទជួនកាលពេលខ្លះទៅយើងចុចមើលតែវីដេអូខ្លួនឯងរួចពាណិជ្ជកម្មហ្នឹងវាលោតមកឲ្យឃើញយើងតែម្នាក់ហ្នឹងរួចមិនមែនពេលខ្លះយើងមានពេលតែអង្គុយចុចបងប្អូនណាបាទអត់មានពេលអង្គុយចុចទេអត់មានពេលសុទ្ធដូចខ្ញុំមិនសូវមានពេលទេបងប្អូនខ្លះក៏មិនសូវមានពេលដែរដូចគ្នាហ្នឹងបាទអញ្ចឹងដូចខាងក្រុមហ៊ុនអីគាត់មិនកែសម្រួលត្រង់ហ្នឹងទៅវាក៏ល្អមួយយ៉ាងដែរព្រោះថាពេលដែលមានអ្នកមើលវីដេអូក៏ខាងក្រុមហ៊ុនបានលុយហើយនឹងខាងដែលគាត់អាប់ឡូតហ្នឹងក៏គាត់បានលុយអញ្ចឹងវាអត់ខាតទេបងប្អូនណាបាទហើយអ្នក view ក៏វាច្រើនដែរអត់មានតិចទេណាបងប្អូនណាបាទបើសិនជាអានេះខ្ញុំមិនមែនជាសំណូមពរទេគ្រាន់ថាចង់ផ្ដល់ជាយោបល់ទៅក្រុមហ៊ុនអញ្ចឹងណាជួយមិនមកជួយកែសម្រួលត្រង់ហ្នឹងអីចឹងទៅវាពេលខ្លះវាបាក់ដែរបងប្អូនណាបាទវាអានេះបើគិតជាសពទៅវាល្អជា YouTube ឆ្ងាយមែនតើ
YouTube ពេលដែលយើងផុសវីដេអូទៅវាតតែមានអ្នកមើលមិនបានលុយហើយនឹងគ្រប់គោលការណ៍របស់គេទៀតបងប្អូនណាគឺវាវែងឆ្ងាយច្រើនដែរណាតែមកប្រហែលគ្រប់ហើយនេះគឺលឿនគាត់តែយើងធ្វើការ boot ឲ្យរបស់យើងឬមួយក៏យើងបង្កើត profile មួយគឺយើងអាចនឹងទទួលបានលុយបាត់ហើយបាទគាត់តែអង្គុយមើលវីដេអូខ្លួនឯងហ្នឹងបាទប៉ុន្តែពេលខ្លះវាបងប្អូនខ្លះគាត់មាន content មានអីត្រូវការផុសអីដែរដូចរបស់ខ្ញុំចឹងខ្ញុំពេលខ្ញុំបង្កើតហើយគឺខ្ញុំមិនអាចផុសវីដេអូខ្លួនឯងបានទេគឺបើតែ share ចេញពីក្នុង YouTube មកទេបងប្អូនណាបាទហ្នឹងគឺវាពិបាកត្រង់ហ្នឹងមួយដែរបាទអញ្ចឹងពេលខ្លះខ្ញុំត្រូវការថតវីដេអូដូចខ្ញុំនៅឆ្កាកស៊ូខ្ញុំត្រូវការថតកម្មករគាត់ជាគាត់អីយើងរបៀបគាត់ជាគាត់អីចឹងណាចង់បង្ហាញបងប្អូនពេលដែលគាត់ចង់ធ្វើការខាងហ្នឹងចឹងយើងគាត់ដឹងខ្លះដែរបាទតែពេលហ្នឹងខ្ញុំវាបានថតតែបានផុសទេបាទអញ្ចឹងមានតែផុសលើ YouTube អញ្ចឹងវាវែងឆ្ងាយជ្រៅបាទផុសហើយយើងត្រូវការ share ម្នេះចុះថ្ងៃណាមួយ YouTube គេបិទ account បាទបិទ account ទៅស្រាប់តែវីដេអូដែលយើងផុសទៅប្រមាណនៅក្នុង YouTube ហ្នឹងគឺវាត្រូវតែទេស្អាតដែរបាទបងប្អូនណាក្នុងនេះគឺទេស្អាតដែរក៏មានឃើញអីទេអញ្ចឹងគឺវាពិបាកអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយសម្រាប់វីដេអូនេះគឺសូមផ្ញើជូនទៅក្រុមហ៊ុនបាយ Cloud ជាពិសេសបងប្អូនណាបាយ Con បាយ Cloud បាយ Con ជាពិសេសតែម្ដងបើខ្ញុំមិនមែនថាឲ្យគាត់ធ្វើតាមខ្ញុំទាំងអស់ទេបាទបងប្អូនណាបាទគាត់ថាបើសិនជាគាត់អាចគាត់ជួយកែសម្រួលក្នុងនេះទៅបាទខ្ញុំក៏លេងអ្នកផ្សេងគាត់លេងដែរមិនមែនថាខ្ញុំជឿថាក្នុង app Bicon នេះមិនមែនមនុស្សតិចបងប្អូនណាគឺច្រើនមានដល់ខ្ទង់លាននេះឯងបាទមិនមែនតិចទេបាទគឺច្រើនអូខេអញ្ចឹងអាហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនណាបាទ